របស់4យ៉ាងដែលប្រទេសអូស្ត្រាលីគ្រប់ផ្ទះទាំងអស់មានសឹងតែ 99.9% ទាំងពេលដែលគាត់ឃ្លាននៅផ្ទះឬក៏គេហៅថា snack ណាអ្នកទាំងអស់គ្នាហើយអត់នំប៉័ងគឺអត់បានតែម្ដងញ៉ាំជាមួយនំប៉័ងរបស់ទី1គឺគេហៅថា peanut butter អ្នកមកខ្មែរសណ្ដែកដីណាតែសណ្ដែកដីជាដែលគេកាន់ម៉ត់សណ្ដែកហើយវាមានជាតិស្ករមានជាតិអីនៅក្នុងនឹងអញ្ចឹងជាតិផ្អែមអ្នករបស់ទី2គេហៅថា Vegemite អ្នកទាំងអស់គ្នាប្រសិនបើអ្នកទាំងអស់គ្នានៅអូស្ត្រាលីគឺអ្នកទាំងអស់គ្នាដឹងតែស្គាល់ Vegemite នេះហើយគឺជនជាតិអូស្ត្រាលីទាំងអស់គឺញ៉ាំ Vegemite នេះអូខេអ្នកទាំងអស់គ្នានេះគេហៅថា jam អ្នកទាំងអស់គ្នា jam វាមានច្រើនប្រភេទវាមានជាapple jam គេថា plum jam អ្នកទាំងអស់គ្នានិយាយសុទ្ធតែស្គាល់របស់ដែលខ្ញុំបង្ហាញអ្នកទាំងអស់គ្នាចុងក្រោយខ្ញុំជឿថាអ្នកទាំងអស់គ្នាដឹងតែស្គាល់គេហៅថាទឹកឃ្មុំអញ្ចឹងពួកបរទេសគឺគាត់ចូលចិត្តណាស់ទឹកឃ្មុំជាមួយមិននឹងឲ្យបន្ទុកវាប្រមាណអូខេគឺ peanut butter របស់យើងអូខេប៉ែតចឹងតិចមកអានេះចិត្តសាកញ៉ាំភ្លក់ឲ្យអ្នកទាំងអស់គ្នាហើយខ្ញុំនឹងបង្ឲ្យបន្ទុកវាចង់និយាយថាពី1ដល់10តើជាតិស្ករហ្នឹងវាផ្អែមត្រឹមណា1បានន័យថាអត់សូវផ្អែមដល់10បានន័យថាផ្អែមខ្លាំងអូខេស្ករពី1ដល់10គឺខ្ញុំឲ្យ7អ្នកទាំងអស់គ្នាវាអត់សូវផ្អែមខ្លាំងហ្មងទេទៅតែរសជាតិស្រែកដីដដែលអត់មានរសជាតិស្ករច្រើនខ្លាំងហ្មងណាហើយ ingredient របស់វាគេហៅថា roasted peanut 85% vegetable oil sugar and salt អញ្ចឹង Vegemite របស់យើងអ្នកទាំងអស់គ្នានិយាយទៅ Vegemite នេះគឺគេពេញនិយមថាវាដូចជាប្រហុកអូស្ត្រាលីអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងពេលអ្នកទាំងអស់គ្នាសាកញ៉ាំកុំដាក់ច្រើនគឺដាក់អូខេខ្ញុំនឹងឲ្យបន្ទុកខ្ញុំឲ្យបន្ទុកវា7វាអត់សូវផ្អែមវាស្រដៀងម្ហូបខ្មែរយើងដែរចង់និយាយថាវាមានរសជាតិល្វីងបន្តិចប្រៃបន្តិចដោយប្រហុកស្រុកខ្មែរយើងគឺអត់ខុសមែនប៉ុន្តែក្លិនវាខ្លាំងណាគឺមានអ្នកខ្លះចូលចិត្តអ្នកខ្លះអត់ចូលចិត្តដែរចឹង3នេះគឺជា favorite របស់ជនជាតិអូស្ត្រាលីហ្មងហៅថា plum jam គេថា apple jam plum jam favorite ដោយសារវាជាតិស្ករច្រើនមែនតើអូខេ ingredient sugar អញ្ចឹងរបស់ទី1វាចាញ់មកគឺ sugar មកអញ្ចឹងប្រមាណចាំមើលដែលចូលចិត្តផ្អែមនេះត្រូវហើយគឺផ្អែមមែនតើអ្នកនរគ្នាដូចញ៉ាំជាមួយស្ករអញ្ចឹងក្មេងនេះពួកគាត់ចូលចិត្តញ៉ាំមែនតើសូម្បីកូនខ្ញុំក៏ចូលចិត្តដែរហើយបើយើងគឺ honey ខ្ញុំជឿថាយើងចង់និយាយថាខ្មែរយើងអត់ដែរយក honey អីណាមកញ៉ាំអីជាមួយនំប៉័ងទេកម្រមែនតើតែជនជាតិអូស្ត្រាលីគឺគាត់យកអានេះមកញ៉ាំជាមួយនំប៉័ង100%ទឹកឃ្មុំសុទ្ធហ្មងអ្នកនរគ្នាអញ្ចឹងជឿខ្ញុំអត់ដឹងទេប៉ុន្តែ10 ឬ 10អ្នកនរគ្នាឆ្ងាញ់និយាយទៅរបស់ទាំង4ខ្ញុំគិតថា honey my favorite ខ្ញុំចូលចិត្តអានេះជាងគេដោយសារវាខ្ញុំចង់សាករបស់ទាំងអស់នេះគឺអត់ពិបាកទេតាមម៉ាតនៅណានៅស្រុកខ្មែរយើងក៏មានដែរជាពិសេស super duper អ្នកទាំងអស់គ្នា super duper ហ្នឹងគឺជាម៉ាតរបស់អូស្ត្រាលីញ៉ាំដូចពួកអូស្ត្រាលីដែរកុំភ្លេចរបស់ទាំង4ហ្នឹងអ្នកអូខេសំណួរសួរថាតើខ្ញុំញ៉ាំរបស់ហ្នឹងរាល់ថ្ងៃឬអត់ចម្លើយគឺអត់តែម្ដងអ្នកទាំងអស់គ្នានិយាយទៅខ្ញុំប៉ះដែរប៉ុន្តែកម្រមែនតែនហេតុអីដូចខ្ញុំប្រាប់អ្នកទាំងអស់គ្នាម្ដងហើយម្ដងទៀត ingredient របស់វាគឺ pure sugar ចង់និយាយថាវាជាស្ករអញ្ចឹងហើយទី1វាធ្វើឲ្យយើងធាត់ទី2វាអត់ល្អសម្រាប់សុខភាពទេទី3គឺវាអត់មានជួយអីដល់សុខភាពរបស់យើងអញ្ចឹងបើអ្នកទាំងអស់គ្នាឃ្លានខ្លាំងអូខេអានឹងអាចមកយកញ៉ាំ